tỏ kia đai lưu kinh gì ọt talent doesn't always win ទោះតែបីយើងមានទេពកោសល្យយ៉ាងណាក៏ដោយក៏មិនមែនជាអាចឈ្នះគេរាល់ពេលទាំងអស់គ្នាអ្វីដែលខ្ញុំមានតលហិកមកបញ្ជាក់អ្នកទាំងអស់គ្នាក្នុងថ្ងៃនេះចង់មានន័យថាទោះបីជាអ្នកទាំងអស់គ្នាមានដងយ៉ាងណាក៏ដោយបើសិនជាអ្នកទាំងអស់គ្នាមិនវឹកហាត់វារាល់ថ្ងៃមិនអនុវត្តវារាល់ថ្ងៃនោះអ្នកទាំងអស់គ្នាក៏មិនអាចជោគជ័យគ្រប់ពេលវេលាដែរដូចជាអ្នកទាំងអស់គ្នាដឹងស្រាប់ហើយបើសិនជាអ្នកទាំងអស់គ្នាជាមនុស្សដែលមានទេពកោសល្យក្នុងការធ្វើអ្វីមួយដូចជាការធ្វើម្ហូបបើសិនជាយើងធ្វើជាប្រចាំឧទាហរណ៍ថាយើងធ្វើម្ហូបជាប្រចាំរាល់ថ្ងៃការដាក់ស្ករប៊ីចេងគឺមិនបាច់ចាំវាស់ទេប៉ុន្តែស្មានក៏ដឹងដែរប៉ុន្តែបើសិនជាយើងមិនសូវធ្វើទេយើងអត់ប្រសប់ក្នុងការធ្វើម្ហូបហ្នឹងទោះបីយើងមានដងក៏ដោយក៏ធ្វើយូរម្ដងក៏វាអត់សូវឆ្ងាញ់ដែរអញ្ចឹងវិលមកវិញគឺដូចគ្នាបើសិនជាយើងជាបុគ្គលដែលមានដងស្រាប់ពីកំណើតនៅលើជំនាញអ្វីមួយឧទាហរណ៍ថាមិនថាជាការដាំស្លមិនថាទៅជាមុខវិជ្ជាអីផ្សេងបច្ចេកវិទ្យាឬក៏ភាសាក៏ដោយប៉ុន្តែដោយសារអ្វីបានជាមនុស្សដែលគាត់មានដងមនុស្សមួយចំនួនគាត់បរាជ័យមិនជោគជ័យលើអ្វីមួយដោយសារតែគាត់មាននៅអារម្មណ៍ដែល arrogant ពេកអ្នកទាំងអស់គ្នាគាត់មានអារម្មណ៍ថាគាត់អស្ចារ្យជាងគេគាត់លយជាងគេគាត់ប្រសើរជាងគេគាត់ធ្វើអ្វីដែលអស្ចារ្យជាងគេអញ្ចឹងធ្វើឲ្យគាត់នឹងអំនួតខ្លាំងពេកភាពអំនួតធ្វើឲ្យគាត់បរាជ័យអ្នកទាំងអស់គ្នាត្រូវចាំបើសិនជាយើងអំនួតពេកយើងធ្វើឲ្យយើងបរាជ័យទៅវិញទេអញ្ចឹងភាពដែលនៅក្នុងខ្លួនរបស់យើងដូចជាការដែលមិនចេះអត់ធ្មត់តស៊ូពុះពៀនរកឧបសគ្គគឺធ្វើឲ្យយើងបរាជ័យនៅក្នុងថ្ងៃណាមួយបើយើងប្រៀបធៀបមនុស្សពីរនាក់អ្នកទាំងអស់គ្នាឧទាហរណ៍ថាបុគ្គលមួយគឺជាបុគ្គលដែលមានដងក្នុងការធ្វើអ្វីមួយបុគ្គលមួយទៀតគាត់មានដងទេប៉ុន្តែគាត់តស៊ូព្យាយាមអ្នកទាំងអស់គ្នាបើសិនជាយើងមានដងឬក៏មានទេពកោសល្យក្នុងការធ្វើអ្វីមួយនៅពេលដែលយើងដាក់ apply ការងារយើងអាចគិតថាយើង apply ទៅក្នុង level ចាប់ពី level 5ចុះខ្ញុំឧទាហរណ៍ណា level 5ចុះហើយអ្នកដែលគាត់អត់មានដងឬក៏សមត្ថភាពគាត់សូវពូកែជាងយើងទេគាត់អាច apply ក្នុង level 1អីចឹងចុះអ្នកទាំងអស់គ្នាដឹងទេអ្នកដែលគាត់មានដងហើយមានអំនួតនោះគាត់នឹងមិនមានភាពអត់ធ្មត់ទេគាត់មិនមានភាពតស៊ូទេព្រោះគាត់បើសិនជាមានការស្ដីបន្ទោសតែបន្តិចគាត់នឹងមានការចាក់ចេញឬក៏អីផ្សេងដោយសារតែគាត់ EQ របស់គាត់អ្នកនរគ្នា emotional intelligence របស់គាត់ហ្នឹងគឺវាទាបបំផុតអ្នកនរគ្នាពីព្រោះការដែលគាត់ក្រោតខឹងខ្លាំងឬក៏អីអាសាខឹងហ្នឹងគឺដោយសារតែ EQ គាត់អត់សូវខ្ពស់ហើយសំខាន់អ្នកទាំងអស់គ្នាបើយើងអត់ចេះ control ខ្លួនឯងភាពអំនួតចូលមកគ្របដណ្ដប់លើខ្លួនឯងធ្វើឲ្យបុគ្គលនោះបរាជ័យមកអ្នកទាំងអស់គ្នាអញ្ចឹងវិលមកវិញអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាចង់ជោគជ័យដូចជាប្រធានបទរបស់ខ្ញុំបានលើកឡើងអញ្ចឹងគឺទេពកោសល្យតែមួយមុខគឺវាអាចឲ្យយើងជោគជ័យតែជោគជ័យវាទាមទារអ្វីខ្លះអ្នកនរគ្នាទាមទារការអនុវត្តមានវិន័យការប្រព្រឹត្តជាប្រចាំទើបធ្វើឲ្យយើងខ្លាយជាបុគ្គលដែលអាចជោគជ័យប្រព្រឹត្តទៅបានអញ្ចឹងហើយវិលមកវិញបើសិនជាយើងនៅកង្វះខាតនៅចំណុចណាមួយយើងត្រូវតែប្រព្រឹត្តជាប្រចាំត្រូវមានវិន័យខ្លួនឯងទោះបីជាយើង
មានទេពកោសល្យក៏ដោយកុំមើលងាយការងារកុំមើលស្រាលការងារព្រោះយើងត្រូវដឹងថាចេះការងារណាក៏ដោយក៏មានឧបសគ្គក៏ត្រូវមានឧបសគ្គជាច្រើននៅក្នុងថ្ងៃខាងមុខទៀតអញ្ចឹងយើងត្រូវតែតស៊ូពុះពៀនរកឧបសគ្គខាងនោះ